យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន Fox News ដែលចុះផ្សាយកាលពីថ្ងៃទី11ខែមីនាឆ្នាំ2026បានឲ្យដឹងថារដ្ឋាភិបាលទីក្រុងម៉ាឌ្រីតបានសម្រេចចិត្តជាផ្លូវការក្នុងការដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីប្រទេសអ៊ីស្រាអែលសេចក្តីសម្រេចនេះត្រូវបានមើលឃើញថាជាការបោះជំហានដ៏តឹងរ៉ឹងបំផុតមួយក្នុងប្រវត្តិសាស្ត្រការបរទេសរបស់អេស្ប៉ាញដើម្បីឆ្លើយតបទៅនឹងភាពតានតឹងនៃសង្គ្រាមដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងតំបន់មជ្ឈមបូព៌ាតាមខ្លឹមសារដែលបានចុះផ្សាយដែលបានភ្ជាប់ពីការប្រជុំមុខតំណែងរបស់លោកស្រីអាណាម៉ារីយ៉ាសាឡូមុនប៉េរេសក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអ៊ីស្រាអែលការសម្រេចចិត្តនេះត្រូវបានធ្វើឡើងតាមសំណើរបស់ក្រសួងការបរទេសនិងការយល់ព្រមពីគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី10មីនាកន្លងទៅបន្ទាប់ពីការដកតំណែងស្ថានទូតអេស្ប៉ាញប្រចាំទីក្រុងតេអាវីលនឹងត្រូវស្ថិតក្រោមការគ្រប់គ្រងបណ្ដោះអាសន្នដោយភារធារីជំនួសវិញនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានបង្ហាញចំហនយោបាយយ៉ាងច្បាស់លាស់ដោយលោកបានមានប្រសាសន៍ថាការបើកការវិប្រហារលើប្រទេសអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលគឺជាទង្វើមិនអាចទទួលយកបានឡើយលោកបានបញ្ជាក់បន្ថែមដោយសង្កត់ធ្ងន់លើពាក្យស្លោករបស់រដ្ឋាភិបាលថាយើងមិនយកសង្គ្រាមឡើយទោះជាយ៉ាងណាក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយបានកត់សម្គាល់ថាចំណាត់ការនេះមិនមែនមានន័យថាអេស្ប៉ាញងាកទៅគ្រប់គ្រងរបបដឹកនាំអ៊ីរ៉ង់នោះទេលោក Pedro Sanchez ក៏ធ្លាប់បានរិះគន់យ៉ាងខ្លាំងក្លាចំពោះការបង្ក្រាបបាតុករនៅក្នុងប្រទេសអ៊ីរ៉ង់និងទូនាទីរបស់កងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC នាពេលកន្លងមកផងដែររដ្ឋាភិបាលអេស្ប៉ាញបានក្លាយជាសម្លេងរិះគន់ដ៏ខ្លាំងបំផុតក្នុងសហគមន៍អឺរ៉ុបចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលកាលពីខែតុលាឆ្នាំ2025កន្លងទៅសភាអេស្ប៉ាញថែមទាំងបានអនុម័តច្បាប់ហាមឃាត់ការនាំចេញអាវុធនិងបច្ចេកវិទ្យាយោធាគ្រប់ប្រភេទទៅកាន់អ៊ីស្រាអែលទាំងស្រុងដើម្បីតវ៉ានឹងអ្វីដែលអេស្ប៉ាញហៅថាជាការប្រឡាយពូជសាសន៍នៅកាហ្សាប្រទេសអេស្ប៉ាញកំពុងព្យាយាមដើរតួនាទីជាមជ្ឈការការទូតក្នុងអឺរ៉ុបដោយប្រកាន់ខ្ជាប់នៅច្បាប់អន្តរជាតិនិងការដោះស្រាយវិវាទតាមរយៈការចរចាជាជាងការប្រើប្រាស់កម្លាំងបាយការដកទូតនេះគឺជាសញ្ញាព្រមានដល់សហគមន៍អន្តរជាតិថាអេស្ប៉ាញនឹងមិននៅស្ងៀមឡើយចំពោះសកម្មភាពណាដែលធ្វើឲ្យមជ្ឈមបូព៌ាធ្លាក់ក្នុងភ្នក់ភ្លើងរីករាលដាលខ្ញុំមុនីវ័នធ្វើសេចក្តីរាយការណ៍